ជាពិសេសគឺគាត់ចង់ឲ្យខ្លួនឯងល្អគាត់ស្រឡាញ់ខ្លួនឯងគាត់អភិវឌ្ឍខ្លួនឯងហើយគាត់ចង់ឲ្យដៃគូរបស់គាត់ហ្នឹងក៏ស្រឡាញ់ខ្លួនគាត់អភិវឌ្ឍខ្លួនគាត់ដែរអញ្ចឹងនៅពេលដែលយើងខ្សែគប់គ្នាទាំងបុរសទាំងស្ត្រីនៅពេលដែលដៃគូរបស់យើងចង់ឲ្យយើងល្អភាគីរបស់យើងល្អរៀងខ្លួនណាវាអាចជាចំណុចមួយដែលយើងមើលថានេះជាស្នេហាបែបចាស់ទុំបើថាយើងចង់ធ្វើអីជាមួយគ្នាចង់កសាងអីជាមួយគ្នាគិតអនាគតអីជាមួយគ្នាហើយមានផែនការច្បាស់លាស់អាហ្នឹងក៏វាជាចំណែកមួយនៃការស្នេហាចាស់ទុំហើយបើស្នេហាចាស់ទុំបានថាយើងអត់រហេតុរហូតទេបើសិនបើយើងនឹងគេនិយាយសម្រាប់មនុស្សប្រុសបើសិនបើយើងចង់បើសិនតែមានទន្សាយ10នៅលើដីហ្នឹងបើសិនបើយើងចង់ចាប់ទន្សាយឲ្យបាន focus only one ទន្សាយfocus តែមួយទន្សាយបានឯងចាប់បានអាហ្នឹងក៏វាបង្ហាញពីភាពចាស់ទុំដែរអញ្ចឹងនៅពេលដែលស្នេហាអាចនឹងចូលមកគាត់ច្រើនប៉ុន្តែគាត់ផ្ដោតទៅលើមនុស្សពិតប្រាកដម្នាក់ដែលជាដៃគូជីវិតរបស់គាត់អាចចែករំលែកទាំងរឿងល្អទាំងរឿងមិនល្អនិយាយពិភាក្សាគ្នាបានណាអាហ្នឹងក៏ជាផ្នែកមួយនៃស្នេហាចាស់ទុំហើយចាអូខេចាំបើសិនបើថានៅម្នាក់នៅរៀងរហេតរហូតញ៉ៃអ្នកនេះញ៉ៃអ្នកនោះឆាកអ្នកនេះអ្នកនោះគាត់គិតថាវាជាការកំសាន្តប៉ុន្តែគាត់អត់ទាន់មានភាពចាស់ទុំទេអានឹងខ្ញុំយល់ថាចឹងគ្រួសារមួយយើងរៀបការហើយបើសិនបើយើងរៀបការហើយយើងរស់នៅក្នុងសង្គមមួយយើងមិនអាចរស់នៅតែពីរនាក់ឯងចាចឹងតែអាក្តីស្រឡាញ់តាក់ទងទៅនឹងគ្រួសារបើយើងនិយាយពីគ្រួសារនិយាយពីអាពាហ៍ពិពាហ៍គេថាអាចចំណង5ប្រការអញ្ចឹងវាមានតែឪពុកម្ដាយប្រការឪពុកម្ដាយក្មេកបងប្អូនអីអញ្ចឹងទៅអញ្ចឹងវាត្រូវការទាំងអស់ហ្នឹងឲ្យបានคล้ายទៅជាគ្រួសារមួយពេញលេញយើងមិនអាចថាយើងបានរស់នៅជាមួយនឹងមនុស្សដែលយើងស្រឡាញ់ហើយយើងត្រូវបាត់បង់គ្រួសារក៏ព្រោះគ្រួសារក៏ជាមនុស្សដែលយើងស្រឡាញ់ដែរអញ្ចឹងខ្ញុំគិតថាយើងគួរតែស្រឡាញ់គ្នាហើយឲ្យមានការទទួលស្គាល់ពីឪពុកម្ដាយដែរចាហើយខ្ញុំឃើញនារីបច្ចុប្បន្នkalauយើងឃើញច្រើននៅក្នុងទីក្រុងណាភាគច្រើនវាមានបញ្ហាជាច្រើនគាត់ស្រឡាញ់គ្នាតែពីរនាក់ទៅវាមានបញ្ហាបែកបាក់គ្រួសារទៅក៏វារឿងអត់ល្អដែរអញ្ចឹងត្រូវទៀមទាឲ្យគាត់ផឹងធ្វើការហត់ជាងមុនតិចដើម្បីសម្របសម្រួលឲ្យទទួលយកគ្នាទៅវិញទៅមក